ក្រមុំសាយពិតជាល្អណាស់ម៉ែណៃយើងគ្មានកឡោទេមើលទៅស្គរពួកគេធំណាស់ហើយស្អាតទៀតកប់ស្រីរះអតិរះចាំងសពផែនដីទឹកទន្លេលឿនថតចេញក្រោមដីផ្ទៃមហាសមុទ្រហោះចេញពីជួរបានលើកឆ្មាសំអុយហើយមិនតែធំតែកំបីខ្ញុំបាននឹកថាសម្លេងក្រឹមក្នុងចិត្តមានកំពុងតែនិយាយថាឲ្យខ្ញុំជប់ធ្វើជាឆ្មាដែលត្រូវអ្នកដទៃធ្វើបាបទៀតទៅតាមពិតពួកយើងឲ្យសាក់ម្ដងទៀតបានប៉ុន្តែស្អីក៏ពួកយើងគ្មានដែរបំភ្លេចចោលទៅហើយបំភ្លេចចោលទៅហើយចាប់ពួកអាយខ្ញុំធ្វើអីអាយចោលយើងសើចឲ្យយើងទៅត្រូវគេបាញ់ហើយត្រូវឲ្យពួកយើងមិនជាដៃគូពួកគេចូលអាយយើងធ្វើអីដែរពួកខ្ញុំចង់ធ្វើដូចជាពួកគេខ្ញុំចង់ធ្វើជាអ្នកលួចបងសាយដល់កំណាចជប់សាយទៅថ្ងៃសាយនេះយើងត្រូវធ្វើការផងឈួរទេអីជារឿងធម្មតាទេដែលពួកយើងត្រូវចាំយូរបែបនេះលីប៉ៃពោលថាភាពមុតនាំមកនូវភាពជោគជ័យដឹងហើយពួកឯងត្រូវការអីបែបទីចង់រៀនលូតបងសាយហ៎ទៅចាំឡើងខ្ញុំគិតថាមានមនុស្សម្នាក់លោកតាគិតអីមែនទេត្រូវហើយនេះជាផែនទីទៅរកគេទៅម្នាក់នេះណាទៅណាមកណាមិនដែលបន្សល់តម្រុយទេតែព្រីនិទានរបស់គេធ្លាប់ធ្វើឲ្យមនុស្សគ្រប់គ្នាមានមោទនភាពគ្រប់គ្នាហៅគាត់ថាវាងហ្វីហុងចាប់ជាតិពួកយើងមកខុសផ្លូវតែមែនទេដឹងលើកនេះត្រូវមិនខានទេទោះបីលំបាកគ្រោះថ្នាក់បណ្ណាក៏ដោយត្រូវតែឆ្លងកាត់ឲ្យបានបើពួកឯងអាចឆ្លងកាត់ការសាកល្បងទាំងនេះបានអញ្ចឹងពួកឯងទើបអាចខ្លាយជាសិស្សរបស់គេបានមានតែនេះចង់ហាយឆ្លងទៅជារឿងធម្មតាទេបើចង់ជោគជ័យត្រូវជួបឧបសគ្គជាមុនសិនហើយលំបាកណាស់ពួកខ្ញុំសូមបងជួយទៅជាមួយពួកខ្ញុំបានទេជួយទៅជាមួយពួកខ្ញុំទៅពួកខ្ញុំមិនទុកចិត្តគឺនៅខាងមុខនោះហើយលោកតាលីសានពួកខ្ញុំមិនទេនេះហើយដើរតែ20នាទីដល់ផ្ទះខ្ញុំបាត់ហើយគូទៅប្រាប់មុនហេតុអីឲ្យពួកខ្ញុំដើរកាត់ព្រៃពេលមកជាមួយនឹងពួកឯងទើបយើងដឹងច្បាស់ថានេះមិនមែនជាខេត្តសានតុងទេប៉ុន្តែជាខេត្តខ្វាំងតុងតើខ្ញុំមកទីនេះយ៉ាងម៉េចទៅតើខ្ញុំគួរធ្វើយ៉ាងណាទៅធ្វើយ៉ាងណា